ខ្ញុំយកសាច់ជ្រូកទៅបំពងរួចហើយយកមកខលើកទី1ឯងតែខ្ញុំខឆ្ងាញ់បែបនេះព្រោះថាមានរសជាតិប្លែកហើយឆ្ងាញ់ជាប់មាត់តែម្ដងខនេះញ៉ាំទៅអត់តលន់ទេរសជាតិវិញខ្ញុំឲ្យអ៊ុយតែម្ដងអ្នកដែលតលន់ខអីហ្នឹងមកមើលវីដេអូនេះទាំងអស់គ្នាចង់ខសាច់ជ្រូកឆ្ងាញ់ទាំងអស់គ្នាត្រូវខសាច់ស្មាមុខឬក៏ខផ្នែកសាច់3ជាន់ព្រោះថាសាច់កន្លែងហ្នឹងវាទន់ហើយវាមានលាយខ្លាញ់ហើយយកមកខ្ញុំជាស្បែកចោលទៅព្រោះថាខ្ញុំខ្លាចបំពងទៅខ្ទុះហើយកាត់ជាដុំតូចៗដូចខ្ញុំមកក្នុងហ្នឹងខ្ញុំមានដាក់បកាក្រៀមបន្តិចសក្ទឹមយើងកាត់ឲ្យវែងមករួចហើយមានខ្ទឹមសនិងខ្ទឹមក្រហមចិញ្ច្រាំក៏បានខាំជាល្អិតក៏បានហើយមុននឹងខយើងត្រូវលាយគ្រឿងឲ្យហើយខ្ញុំដាក់ម្សៅស៊ុបមកស្ពាយកាហ្វេបើបងប្អូនហូបប៊ីចេងអាចដាក់បន្តិចអំបិលមកចុងស្ពាយបាយស្ករត្នោតទៅ2ស្ពាយបាយពេញបន្ទាប់មកខ្ញុំដាក់ម្រេចម្ចិបទឹកត្រី3ស្ពាយបាយពេញគ្រឿងប៉ានេះសម្រាប់សាច់របស់ខ្ញុំកន្លះគីឡូបងប្អូនបាច់ថែមគ្រឿងទៀតទេគឺប៉ុណ្្នឹងគឺល្មមឆ្ងាញ់តែម្ដងបន្ទាប់មកយើងដាក់ទឹកមួយកូនចានចង្កឹះរួចហើយកូរគ្រឿងយើងឲ្យលាយសព្វចូលគ្នាល្អហើយទាំងអស់គ្នាអាចថែមទឹកទៅតាមសភាពសាច់ជ្រូកបងប្អូនណាបើសិនជាចាស់ពេកថែមទឹកទៀតអញ្ចឹងណារួចហើយយើងយកសាច់ជ្រូកដែលហាន់ជាដុំតូចៗនោះយកមកបំពងណាខ្ញុំនិយាយពាក្យបំពងប៉ុន្តែខ្ញុំអត់មានដាក់ប្រេងឆាទេយើងប្រើតែខ្ទះតទេយើងចាក់សាច់ជ្រូករបស់យើងចូលទៅរំលីងយូរវានឹងចេញខ្លាញ់ពីសាច់ជ្រូកនឹងឯងតែម្ដងពេលដែលយើងបានបំពងវាអញ្ចឹងណាវាធ្វើឲ្យសាច់ជ្រូករបស់យើងអត់មានជាតិទលាន់ទេហើយវាក៏ចេញខ្លាញ់លឿនច្រើនដែរវាមិននៅជ្រិចទេចំពោះអ្នកទលាន់អត់ចូលចិត្តខ្លាញ់អីហ្នឹងគឺត្រូវតែម្ដងនេះបងប្អូនខ្ញុំបំពងប្រហែលជា10នាទីវាចេញខ្លាញ់ច្រើនមែនតើហើយសាច់តែកន្លះគីឡូឯណាចេញខ្លាញ់ឡើងប៉ុណ្នេះហើយបើសិនជាបងប្អូនញ៉ាំសាច់ច្រើនមិនដឹងថាមួយថ្ងៃយើងញ៉ាំខ្លាញ់ចូលក្នុងខ្លួនអស់ប្រមាណទេនេះយើងអត់បំពងវាដល់ក្រៀមទេគឺប្រហែលជា50%អីបានហើយយើងស្រង់វាចេញមកហើយពេលដែលយកទៅខបងប្អូនត្រូវចាក់ប្រេងដែលយើងចំហៀវចេញពីក្នុងខ្លាញ់ជ្រូកហ្នឹងចាក់ចូលយកមកខមករួចហើយយើងចាក់ខ្ទឹមក្រហមខ្ទឹមសនិងបកាក្រៀមចូលជាមួយគ្នាខ្ញុំចង់ឲ្យបកាក្រៀមវារាងបំពងទៅស្រួយអញ្ចឹងណាពេលដែលខ្ទឹមរបស់យើងចាប់ដើមក្រហមបងប្អូនអើយគឺឈ្ងុយមែនតែនហើយយើងចាប់ដើមចាក់ទឹកគ្រឿងដែលយើងបានលាយមុននឹងចូលពេលដែលទឹកគ្រឿងរបស់យើងចាប់ដើមពុះយើងធ្វើការដាក់សាច់ជ្រូកដែលបំពងមុននឹងចូលរងាស់រហូតទាល់តែសាច់ជ្រូករបស់យើងផុយល្អប៉ុន្តែក្នុងករណីថាបើសិនជាសាច់ជ្រូកបងប្អូនអត់ទាន់ផុយបងប្អូនអាចថែមទឹកក្តៅបន្តិចទៀតដើម្បីរងាស់វារហូតទាល់តែផុយហើយខរបស់ខ្ញុំរងាស់អស់ប្រហែលជា15នាទីទៀតពេលដែលចាប់ដើមឆ្អិនក្លិនវាជះមកឈ្ងុយឡើងចង់3ភូមិមកពេលដែលខឆ្អិនហើយយើងធ្វើការដាក់ស្លឹកខ្ទឹមនិងគល់ខ្ទឹមចូលហើយបើបងប្អូនហូបម្ទេសកុំភ្លេចដាក់ម្ទេសថែមពីលើអូយរសជាតិគឺកាន់តែអែមហើយមិនមែនបានតែក្លិនណាសូម្បីតែរូបរាងនិងរសជាតិរបស់គេវិញគឺថាឆ្ងាញ់មែនតែនខហ្នឹងគឺអត់ទលាន់ទេថែមទាំងមានរសជាតិប្លែកទៀតផងអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះដល់ចប់កុំភ្លេចចុច like ទាំងអស់គ្នាផងណា Thank you bye bye